លោកឈៀនសុផលពីកូនកសិករនិងបុគ្គលិកលាងចាននៅក្នុងសន្តាគារคล้ายជាគ្រូបង្រៀនជំនាញស្រាក្រឡុកនិងបដិសណ្ឋារកិច្ចម្ហូបអាហារនិងភេសជ្ជៈនៅកម្ពុជាតើលោកមានប្រវត្តិបែបណាខ្លះសូមតាមដានទស្សនាដូចតទៅលោកឈៀនសុផលមានស្រុកកំណើតក្នុងភូមិវត្តបូឃុំសាលាកំរើកក្រុងសៀមរាបខេត្តសៀមរាបលោកកើតនៅឆ្នាំ1978ជាកូនច្បងទី2ក្នុងចំណោមកូន9នាក់លោកធ្លាប់ទទួលបានការសិក្សាក្នុងនិងក្រៅប្រទេសដោយសារតែជីវភាពខ្វះខាតលោកបានស្នាក់នៅក្នុងវត្តអារាមអំឡុងពេលសិក្សាហើយក៏បន្តស្វែងរកការងារធ្វើក្នុងអំឡុងពេលសិក្សានោះផងដែរនៅឆ្នាំ1996លោកបានចូលធ្វើការក្នុងសន្តាគារ Raffles Grand Hotel សន្តាគារតាព្រំសន្តាគារអង្គរ Hotel អស់រយៈពេលជាង10ឆ្នាំក្នុងអំឡុងពេលធ្វើការនៅសន្តាគារដោយសារតែភាពប៉ិនប្រសប់និងការឧស្សាហ៍ព្យាយាមរបស់លោកត្រូវបានថ្នាក់ដឹកនាំបញ្ជូនឲ្យទៅសិក្សានៅក្រៅប្រទេសរួមមានប្រទេសជប៉ុនសិង្ហបុរីវៀតណាមនិងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ីលោកក៏ធ្លាប់បានចូលរួមសិក្ខាសាលាជាច្រើនទាំងជាតិនិងអន្តរជាតិបន្ទាប់ពីបញ្ចប់ការសិក្សានិងធ្វើការក្នុងស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំលោកក៏បានបន្តធ្វើការនៅក្រុងបាវិតក្នុងខេត្តស្វាយរៀងអស់រយៈពេល5ឆ្នាំទៀតនៅក្នុងកាស៊ីណូមួយកន្លែងនៅក្នុងក្រុងបាវិតលោកក៏បានបន្តការសិក្សាជំនាញគ្រប់គ្រងនិងធ្វើការនៅរាជធានីភ្នំពេញផ្នែកគ្រប់គ្រងវិស័យឯកជននៅភោជនីយដ្ឋានផ្នែកកម្មសិទ្ធិបញ្ញា Franchise ដែលនាំចូលពីក្រៅប្រទេសវិញម្ដងអស់រយៈពេល7ឆ្នាំដោយសារតែចង់ចូលរួមក្នុងកិច្ចការសង្គមលោកក៏បានចូលបម្រើការងារស្ម័គ្រចិត្តក្នុងអង្គការមិត្តសម្លាញ់អស់រយៈពេល2ឆ្នាំនៅក្នុងឆ្នាំ2004-2005ដោយសារតែមានជំនាញទាំងអស់នេះលោកក៏បានប្រឡងជាប់ជាគ្រូបង្គោលថ្នាក់ជាតិក្នុងក្រសួងទេសចរដែលបានចំណាត់ថ្នាក់លេខ1ទូទាំងប្រទេសនៅឆ្នាំ2016លោកបានបង្រៀនលើជំនាញ Food and Beverage ដល់សិក្ខាកាមដែលជាម្ចាស់ភោជនីយដ្ឋានអាហារដ្ឋានជាច្រើនកន្លែងនៅកម្ពុជាមកដល់ពេលបច្ចុប្បន្ននេះលោកមានអាជីវកម្មផ្ទាល់ខ្លួនដូចជាភោជនីយដ្ឋាន Sky Bar សាលាស្រាក្រឡុកដើម្បីបង្រៀនចែករំលែកបទពិសោធន៍ជាង20ឆ្នាំកន្លងមករបស់លោកដល់យុវជនជំនាន់ក្រោយឲ្យមានជំនាញពិតប្រាកដមួយដើម្បីអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានក្តីស្រមៃរបស់លោកគឺចង់ឲ្យយុវជនខ្មែរទាំងអស់ត្រូវតែមានជំនាញមួយពិតប្រាកដដើម្បីកាត់បន្ថយការចំណាកស្រុក